អំពាវនាវឲ្យប្រជាពលរដ្ឋយើងជាពិសេសយុវជនការប្រើប្រាស់ប្រព័ន្ធ social media ការប្រើប្រាស់ Facebook ការប្រើប្រាស់ TikTok ជាមធ្យោបាយល្អក្នុងការផ្សព្វផ្សាយប៉ុន្តែសូមពិចារណាសូមកុំឲ្យយកឧបករណ៍ទៅជាមិត្តជិតស្និទ្ធរបស់យើងដែលយើងផ្ដាច់ទំនាក់ទំនងការនិយាយគ្នាជាមួយអ្នកដែលនៅជុំវិញខ្លួនយើងហើយជាពិសេសពេលដែលមានហេតុការណ៍យើងលែងនិយាយគ្នាដោះស្រាយបញ្ហាសូមឲ្យប្រកាន់នៅអភិក្រមមានអីនិយាយគ្នាដោះស្រាយគ្នារួមគ្នាក្បែរជាក្បែរទៅជើងតិចតួចឆាប់យកចិត្តគេថាចូលវិធីដោះស្រាយទៅមិនចាំបាច់ទៅរំខានហើយអ្នកណាមកទៀតទេបាទរឿងនេះគឺជារឿងចាំបាច់ហើយរឿងនេះដែលយើងឃើញរាល់ថ្ងៃនៅក្នុងសង្គមរបស់យើងហើយរឿងខ្លះអត់ធំសោះតែវិវត្តទៅជាធំដោយអ្នកពាក់ព័ន្ធមិននិយាយគ្នាឈ្នះរៀងខ្លួនទីបំផុតគឺធ្វើឲ្យមហាជនកាន់តែវល់កាន់តែស្មុគស្មាញអារម្មណ៍ផ្លូវចិត្តឃើញតែរឿងប្រទះកលាគ្នាហើយពេលខ្លះជេរដល់ទាំងរដ្ឋាភិបាលទៅទៀតអត់ទាំងដឹងអីផងអញ្ចឹងខ្ញុំសូមយកឱកាសនេះព្រោះវាពាក់ព័ន្ធជាមួយនឹងវប្បធម៌ជាមួយនឹងសីលធម៌វប្បធម៌គឺជាមូលដ្ឋាននៅក្នុងការរស់នៅរបស់យើងមិនមែនសម្រាប់តែសម្ដែងនោះទេអំបញ្ញមិញគ្រាន់តែសម្ដែងប្រមាណនេះគឺបានបញ្ជាក់អំពីរបៀបរបបនៃទំនៀមទម្លាប់រស់នៅរបស់យើងតាំងពីកូនកើតធ្វើពិធីតាំងពីបបួសកូននាគតាំងពីចូលប្រឡប់តាំងពីពិធីបង្គោលការគឺវប្បធម៌នេះគឺជាអ្វីដែលជាមូលដ្ឋានសម្រាប់គ្រប់គ្រងនៃការប្រតិកលានៃការរស់នៅជាមួយគ្នាដោយសុខដុមនីយកម្មនេះហើយគឺជាការចូលរួមនៅក្នុងការថែរក្សាគឺថែរក្សាអំពីការវប្បធម៌នៃការប្រស្រ័យតាក់ទងគ្នាការនិយាយគ្នារវាងប្រជាជនយើងនិងប្រជាជនបាទមានអីកុំជេរគ្នាភ្លាមមានអីនិយាយគ្នាទៅមានអីកុំទូហៅគ្នាមកជួយជេរថែមមានអីកុំដាក់តាម Facebook ឲ្យអ្នកអត់ដឹងរឿងមកក្តៅក្រហាយជាមួយយើងនិយាយគ្នាដោះស្រាយជាមួយគ្នារកវិធីនិយាយគ្នាបាទឲ្យឆាប់បញ្ចប់រឿងដោយការយោគយល់គ្នាទៅនេះគឺខ្ញុំសូមអំពាវនាវព្រោះរឿងច្រើនណាស់រឿងតូចតាចតែប៉ុណ្ណោះដែលបង្កើតទៅជារឿងធំហើយនេះហើយគឺជាការចូលរួមនៅក្នុងការថែរក្សាវប្បធម៌ប្រពៃណីរបស់យើងនៃការយោគយល់គ្នាការរាប់អានគ្នាក្នុងនាមជាខ្មែរជាពិសេសយុវជនរបស់យើងការអប់រំទាំងផ្លូវកាយផ្លូវចិត្តការសន្តោសប្រណីការយោគយល់គ្នាគឺជាមូលដ្ឋាននៃការរស់នៅដោយសុខដុមនីយកម្មជាមួយគ្នាពិតណាស់យើងមានមិត្តយើងរាប់ពាន់នាក់តាម Facebook តាម social media ប៉ុន្តែអ្នកដែលយកអាសាយើងគឺជាអ្នកនៅចិត្តផ្ទះជាមួយគ្នាដែលយើងឃើញមុខរាល់ថ្ងៃនេះឯងអញ្ចឹងសូមថែរក្សាអ្នកដែលយើងស្គាល់រាប់ពាន់អ្នកនៅកន្លែងផ្សេងជាមួយនឹងអ្នកដែលធ្វើការជាមួយយើងនៅក្នុងកន្លែងជាមួយយើងបញ្ហាដែលប្រឈមរវាងមនុស្សពីរនាក់ដោះស្រាយមនុស្សពីរនាក់ទៅដើម្បីឆាប់ចប់ជាជាងទៅរកអ្នកដែលមកអត់ដឹងរឿងយកមកជួយដោះនេះហើយដែលខ្ញុំសូមយកឱកាសនេះដើម្បីអំពាវនាវការងារខ្លះរឿងតូចតាចយើងអាចយោគយល់គ្នាដោះអត់អោនគ្នាដើម្បីបញ្ចប់បញ្ហាហើយសូមប្រកាសនៅចំហនេះបាទសូមប្រកាសនៅចំហបាទសាមគ្គីនឹងនិយាយគ្នាបាទសម័យបច្ចេកវិទ្យាពេលខ្លះរឿងដែលយើងមិនគួរតែធ្វើឲ្យវាធំវាទៅជាធំបាទហើយពេលខ្លះទៅចាប់ផ្ដើមទាញ Facebook រៀងខ្លួនហើយគឺហឹងរៀងខ្លួនហើយគឺអ្នកឯងបានធ្វើឲ្យខូចកិត្តិយសខ្ញុំតាម Facebook មនុស្សរាប់គ្នាជេរខ្ញុំខឹងហើយខ្ញុំលែងនិយាយជាមួយហើយតែបើអត់មាន Facebook ប្រហោះទេនិយាយគ្នាអាចយោគយល់គ្នាបាទតែនេះហើយជាបញ្ហា Facebook ប្រព័ន្ធ social media ជួយឲ្យយើងអាចផ្សព្វផ្សាយឲ្យមនុស្សច្រើនដឹងបានប៉ុន្តែវាមិនមែនជាបញ្ហាវាជាមធ្យោបាយតែមួយក្នុងការដោះស្រាយបញ្ហានោះទេ